ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបភ្នាល់ game e-baccarat នៅលើ website Su633 ដើមឬក៏ Bob246 ចានៅពេលដែលបងប្អូនធ្វើការ login account បានជោគជ័យបងប្អូនជួយមើលមកខាងក្រោមគេដាក់ថា game e-baccarat បងប្អូនជួយចុចចូលមកបន្ទាប់មកគឺយើងចូលមកដល់ក្នុង game របស់យើងតែម្ដងចាហើយសម្រាប់ game នេះផងដែរគឺគេលេងទៅលើចាបៀខាងមេ3សន្លឹកខាងកូន3សន្លឹកចាសម្រាប់ការបើកបៀមកដំបូងហ្នឹងគឺមេ2សន្លឹកកូន2សន្លឹកចាអញ្ចឹងនៅពេលដែលបើកមកបើសិនជាត្រូវលក្ខខណ្ឌត្រូវអស់យើងនឹងអស់ថែមសន្លឹកទី5និងទី6របស់យើងបន្ទាប់មកគឺគេចាប់ផ្ដើមធ្វើការបូកទៅលើចំនួនគ្រាប់បើសិនជាខាងណាមានគ្រាប់ធំជាងគឺខាងហ្នឹងជាអ្នកឈ្នះចាដូចជាក់ស្ដែងនេះគឺលទ្ធផលគឺគ្រាប់ស្មើគ្នាអញ្ចឹងគឺចូលកន្លែងថៃចាបងប្អូនចាក់ទៅលើ banker player គឺយើងធ្វើការ return ដើមជូនវិញចាបើសិនជាបងប្អូនចាក់កន្លែងថៃនេះគឺបងប្អូននឹងឈ្នះចាហើយសម្រាប់ game នេះផងដែរគឺ banker យើងកាត់ទឹកបងប្អូនចាហើយ game នេះដែរគឺថៃសងដើមបើសិនជាបងប្អូនចាក់ banker player ចេញថៃបែបនេះគឺបងប្អូនទទួលបានដើមទៅវិញចាហើយសម្រាប់ game នេះផងដែរគឺមានដល់ទៅ10ចម្រើសនៅក្នុងការភ្នាល់ចាទី1គឺយើងភ្នាល់ទៅលើ banker ខាងមេ player នេះគឺខាងកូនចាហើយកន្លែងថៃនេះគឺស្មើគ្នាចា no ថៃក្របមិនស្មើគ្នា banker ផាយខាងមេ player ផាយខាងកូនផាយ easy មានន័យថាផាយសងខាងអញ្ចឹងមកឲ្យតែមានផាយខាងណាក៏បានដែរគឺចូលឲ្យដូចជាក់ស្ដែងអញ្ចឹងគឺផាយខាង player បងប្អូនភ្នាល់កន្លែងផាយ easy ហ្នឹងគឺបងប្អូននឹងឈ្នះចាហើយកន្លែង no ផាយនេះគឺគ្មានផាយចា big នេះគឺយើងចាក់ទៅលើសន្លឹក b off ចាមិនថា off សន្លឹកទី5ឬក៏ទី6ទេឲ្យតែ b off ចូលកន្លែង big ចាហើយកន្លែង small នេះគឺយើងចាក់ទៅលើ b មិនអស់ចាខាងមេ2សន្លឹកខាងកូន2សន្លឹកចាហើយសម្រាប់ small នេះដែរបើសិនជាបងប្អូនធ្វើការភ្នាល់ b របស់យើងគឺជា b off ចាមិនថា off សន្លឹកទី5ឬក៏ទី6ប៉ុន្តែលទ្ធផលបើកមកនេះគឺគ្រាប់ស្មើគ្នាបងប្អូនចាក់កន្លែង small ហ្នឹងគឺបងប្អូននឹងទទួលបានដើមទៅវិញចាគឺគេ return ដើមគេសងទៅលើតែ big យើងទេចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបភ្នាល់នៅលើ game នេះតែម្ដងទី1បងប្អូនធ្វើការជ្រើសរើសកាក់ជាមុនសិនមានពី$1រហូតដល់$500បងប្អូនឆ្លាញ់ប្រមាណដុល្លារឆ្លាញ់លើនឹងមកបន្ទាប់មកបងប្អូនត្រូវដាក់កាក់នោះទៅលើជម្រើសភ្នាល់ណាមួយអញ្ចឹងនឹងខ្ញុំសូមភ្នាល់ទៅលើចា banker ចាបន្ទាប់មកនេះខ្ញុំសូមភ្នាល់ទៅលើចា big ចាបន្ទាប់ពីយើងដាក់កាក់ហើយបងប្អូនទៅចុច place កន្លែងគ្រីសនេះដើម្បីធ្វើការភ្នាល់នោះការភ្នាល់របស់បងប្អូននឹងបានជោគជ័យបន្ទាប់ពីអស់នីតិគឺគេចាប់ផ្ដើមបើកទៅលើសន្លឹក B របស់យើងហើយចាអញ្ចឹង B របស់យើងគឺថៃចាអញ្ចឹងចូលជម្រើសថៃនិងជម្រើស small ចាគឺ B អត់អស់ប៉ុន្តែថៃអញ្ចឹងបងប្អូនចាក់ទៅលើ banker player គឺគេធ្វើការ return ដើមជូនបងប្អូនវិញចាអញ្ចឹងសម្រាប់វីដេអូនៃការថតបង្ហាញទៅលើ game e-baccarat នេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អាចទំនាក់ទំនងតាមប្រព័ន្ធ Telegram ឬក៏លេខ hotline នៅខាងក្រោមនេះបានចាសសូមអរគុណសូមជម្រាបលា